សិក្សាពាក្យនយោបាយអំណាចពិសេសក្នុងភាពអាសន្ននិងការបដិញ្ញចេញពីអំណាចសូមជម្រាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំនិស័យម្ដងទៀតពេលនេះមនុស្សល្អសង្គមល្អសូមជូនអំណាចពិសេសក្នុងភាពអាសន្នជាអំណាចដែលត្រូវបានផ្ដល់ឲ្យឬប្រើប្រាស់ដោយអាជ្ញាធរសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងភាពអាសន្នឬភាពចាំបាច់ណាមួយដូចជាក្នុងពេលសង្គ្រាមឬគ្រោះមហន្តរាយមិនថាស្ថិតក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញឬក្រៅក្របខ័ណ្ឌរដ្ឋធម្មនុញ្ញឬការផ្ទេរសិទ្ធិក្នុងការដឹកនាំបណ្ដោះអាសន្នដែលត្រូវផ្ដល់ឲ្យបុគ្គលណាម្នាក់ដឹកនាំរដ្ឋនៅពេលមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុឬដោយសារប្រធានាធិបតីឬប្រមុខរដ្ឋអវត្តមានតាមផ្លូវច្បាប់ឬប្រធានសាស្ត្រចំណែកឯការបដិញ្ញចេញពីអំណាចជាការបង្ខំនរណាម្នាក់ឬក្រុមណាមួយឲ្យចេញពីតំណែងមុខងារតួនាទីក្នុងគណៈបកនយោបាយឬស្ថាប័នរដ្ឋពីព្រោះពួកគេបានបាត់បង់ជំនឿទុកចិត្តពីក្រុមឬស្ថាប័នរបស់ខ្លួនឬដោយសារតែពួកគេមិនគោរពតាមលក្ខខណ្ឌច្បាប់និងគោលការណ៍ផ្សេងៗនៃក្រុមរបស់ខ្លួនសូមចុច like និងចុច share ដើម្បីទទួលបានពាក្យនយោបាយថ្មីៗបន្ថែមទៀតសូមអរគុណចំពោះការតាមដានស្ដាប់